ngày tim bảy khai 4 ឆ្នាំ 2025 គឺជាថ្ងៃចុងក្រោយរបស់ពលានយន្តហោះប៉ូជូតុងឬក៏អាកាសយានដ្ឋានអន្តរជាតិភ្នំពេញដើម្បីជូនដំណើរពលាននេះនៅថ្ងៃចុងក្រោយខ្ញុំចង់រក្សាទុកអនុស្សាវរីយ៍ខ្លះៗជាមួយនឹងពលាននេះចឹងថ្ងៃហ្នឹងខ្ញុំនឹងហោះនៅថ្ងៃចុងក្រោយពីពលានចាស់ហើយទៅចុះចតនៅថ្ងៃដំបូងនៅពលានថ្មីចង់នឹងថាវីដេអូយើងមិនខ្លះចូលតាមដានទាំងអស់គ្នារៀងវែងតិចហើយប៉ុន្តែវាជាអារម្មណ៍ពិតហើយក៏ដូចជាសាច់រឿងពិតរបស់ខ្ញុំផ្ទាល់ចឹងឥឡូវហ្នឹងពួកយើងនៅ VM Hotel នៅដល់គ្នាមូលហេតុដែលយើងអត់ដេកផ្ទះហ្នឹងដោយសារតែថ្ងៃនេះគឺជាថ្ងៃចុងក្រោយរបស់ពលានប៉ូជូតុងចឹងហើយខ្ញុំចង់មើលឃើញយន្តហោះចោះចតជាការចងចាំមួយដ៏ល្អនៅថ្ងៃចុងក្រោយរបស់ពលានប៉ូជូតុងរបស់យើងចឹងណាហើយនៅ VM Hotel នេះគឺថាមើលមកចំកន្លែង landing តែម្ដងខ្ញុំដេកផ្ទះខ្ញុំខ្លាចមកពលានហោះយឺតដោយសារតែយប់មិញហ្នឹងខ្ញុំមកពីរតនគិរីមកដល់ភ្នំពេញម៉ោង 5 ភ្លឺមកដល់តាំងនេះម៉ោង 6 អញ្ចឹងដេកបាន 3 ម៉ោងខកមកដើម្បីមើលយន្តហោះចោះចតហើយយើងនឹងហោះទៅសៀមរាបហើយបន្ទាប់មកស្អែកយើងនឹងហោះពីសៀមរាបមកពលានថ្មី KTI កដាលតេជោ International Airport យើងហ្នឹងអញ្ចឹងយើងចង់ចងចាំនៅពលានប៉ូជូតុងមួយនេះក៏ដូចជាសាទរនៅពលានថ្មីនៃប្រទេសកម្ពុជារបស់យើងដែលពលានធំជាងមុនហើយខ្ញុំចង់ទទួលបទពិសោធន៍ថាហោះថ្ងៃចុងក្រោយពីពលានប៉ូជូតុងហើយចុះចតនៅថ្ងៃដំបូងនៃពលានតេជោ International Airport ខេត្តកដាលមកចងចាំជាមួយគ្នាថាពលានមួយនេះគឺធ្វើឲ្យខ្ញុំស្គាល់នៃការហោះហើរលើកដំបូងខ្ញុំនឹកឃើញការហោះទៅសៀមរាបលើកដំបូងនិយាយទៅខ្ញុំហោះអូយចង់យំហោះទៅសៀមរាបលើកដំបូងក៏ហោះនៅពលានហ្នឹងហើយថ្ងៃហ្នឹងហោះថ្ងៃចុងក្រោយក៏ហោះទៅសៀមរាបដែរប៉ុន្តែកាលមុនសៀមរាបនៅពលានចាស់តែឥឡូវយើងចុះទៅសៀមរាបពលានថ្មីដូចគ្នាខ្ញុំអត់ដែរទៅពលានថ្មីនៅសៀមរាបទេយ៉ាចឹងឥឡូវយើងទៅពលានទាំងអស់គ្នាអូយទៅតាគេនេះធំមែនតើគាត់ទ្វារបើក៏សងខាងហ្នឹងលយគាត់ឥឡូវហ្នឹងរៀងឈឺក្បាលបន្តិចអ្នកទាំងអស់គ្នាដោយសារគេងាត់គ្រាន់អញ្ចឹងទៅ vlog អីរៀងសើដែលខ្ញុំសប្បាយចិត្តមែនតើខ្ញុំអាចហោះនៅថ្ងៃចុងក្រោយនៅពលានចាស់ទោះបីជាមិនបានហោះទៅក្រៅប្រទេសក៏ដោយ Nice to meet you. Fail ឥឡូវគាត់បានរៀបចំខាឲ្យយើងទៅពលានដូចគ្នាយើងនឹងហោះហើរជាមួយនឹង Air Cambodia ថ្ងៃហ្នឹងស្ដីបងអរគុណជំរាបលាបាយបាយនៅកន្លែង drop off នេះនៅតែមានអ្នកចតដដែលសង្ឃឹមថាពេលទៅពលានថ្មីយើងនឹងចាប់ដើមចេះគ្រប់ច្បាប់ចេះគ្រប់ផ្លាកកន្លែង drop off is for just drop off អីចឹងណាអញ្ចឹងមូលហេតុដែលខ្ញុំហោះថ្ងៃហ្នឹងគឺគ្រាន់តែចង់ហោះដើម្បីហោះពីពលានចាស់ចងចាំអនុស្សាវរីយ៍មួយហ្នឹងបាទđấy cái tôi tận đá có ca nên có phay chắc phay ba trên em à អូកោបតិចទៀត counter នេះយើងដូរទៅជា counter ធំជាងមុនហើយអ្នកទាំងអស់គ្នាហើយបងប្អូនអាចចូលលេងមកជួយដំណើរបានច្រើនជាងមុនសម្រាប់អ្នកដែលគាត់ជាជនជាតិខ្មែរហើយបងប្អូនខ្មែរយើងបើសិនហោះជាមួយនឹង Air Cambodia free upgrade baggage allowance រហូតដល់23គីឡូនេះបងប្អូនគ្នាអញ្ចឹងបើសិនជាត្រូវការហោះទៅស្រុកក្រៅមានវៀតណាមមានចិនមានអីហ្នឹងអាចហោះជាមួយនឹង Air Cambodia បានហើយខ្ញុំអត់ដែរហោះជាមួយនឹង Air Cambodia ពីមុនទេអញ្ចឹងលើកនេះក៏ជាលើកទី1ដែលខ្ញុំហោះជាមួយនឹង Air Cambodia ដូចគ្នាលើកទី1ច្រើនមែនតើសម្រាប់vlog trip មួយនេះហ្នឹងហើយតែនេះគឺលើកចុងក្រោយរបស់ពលានចាស់របស់យើងបាទអរគុណបងអរគុណ thank you Last day guys feel so weird to say bye bye to PNH PNH ព្រោះ KDI ខ្ទីមួយយ៉ាងដែរតែខ្ញុំឆ្លាញ់ PNH វាមាន memory ច្រើនប៉ុន្តែយើងត្រូវតែ move on ព្រោះប្រទេសយើងកំពុងតែអភិវឌ្ឍអញ្ចឹងយើងត្រូវតែអភិវឌ្ឍទៅតាមនឹងដែរព្រៀនហើយយើងក៏ត្រូវតែអភិវឌ្ឍគ្រប់យ៉ាងមកយើងត្រូវតែអភិវឌ្ឍដូចគ្នាមានអារម្មណ៍មិនដែរបងបានមកថត10ឆ្នាំថ្ងៃចុងក្រោយអូតែសេតក៏សេតសบายក៏សบายតែយើងបានពលានថ្មីហ្នឹងហើយ Hello Idol មានអារម្មណ៍ថាសេតព្រោះយើងពី60ជាងឆ្នាំហើយតាំងតូចមកឡើងនឹងហោះគឺនៅនឹងហូតតែរីករាយជាមួយនឹងអ្វីដែលយើងមានថ្មីលយថ្ងៃបានមក document ថ្ងៃចុងក្រោយអញ្ចឹងតបសេរីហ្មងណាអរគុណឡើងបង see you បងបាយបាយបងបាទកប់បងសុំមកបងអូខេបងសុំមកវីដេអូខ្ញុំមកអត់ដងអត់សូវចង់ថតរូបទេប៉ុន្តែថ្ងៃនេះថ្ងៃចុងក្រោយអញ្ចឹងត្រូវថតឲ្យហើយទៀតលែងមានឱកាសក្នុងការថតទៀតហើយគិតមើលយើងមកតាំងពីជំនាន់កន្លែងនេះគឺខាងក្រៅហើយមានអាងទឹកមានកូនត្រីអីរហូតដល់ឥឡូវហ្នឹងគេធ្វើកញ្ចក់មានម៉ាស៊ីនត្រជាក់
vậy tới memory trời mà tên mau po chân tông tăng bị nơ bị tụt bye bye ពូជតងបាយកាស៊ីនឋានអន្តរជាតិភ្នំពេញកុំឲ្យថាមកហើយយើងអត់បានឡើងយើងមិនក៏បានឡើងមិនតិចទៅដើម្បីឲ្យយើងដឹងថារសជាតិមិននេះគឺជា immigration ចាស់របស់យើងទីទៀតយើងនឹងមាន immigration ថ្មីដែលធំជាងហ្នឹងដែលទំនើបជាងហ្នឹងដែលលយជាងហ្នឹង gonna miss this place man last day hit different you don't know what you got till it's gone yeah គឺទៅយើងនឹងនឹកការអនុស្សាវរីយ៍ content ថ្មីមួយនេះទីទៀត content នៅខាងក្នុងម្ដងហើយឥឡូវយើងដល់ម៉ោងត្រូវឡើងយន្តហោះហើយយើងអត់អាចនៅយូរទៀតទេថ្ងៃចុងក្រោយអើយសួស្ដីបងស៊ូអូខេសុខសប្បាយអូនសុខសប្បាយដូចគ្នាជួបគ្នាប្រឡែនថ្មីណាហ្នឹងហើយស្អែកមកវិញហ្មងយើងហោះហើរថ្ងៃចុងក្រោយហើយឡើងយន្តហោះចុងក្រោយគេទៀតអូអស់ fly បងអស់ bye បង bye It's the last day of Portugal Last day of Portugal yeah ខ្មែរជនជាតិខ្មែរ ជនជាតិខ្មែរ អនុស្សាវរីយ៍ អនុស្សាវរីយ៍ល្អៗជាច្រើនចតនៅពលានផាសិបរៀបហើយវាជាទីមួយដែលខ្ញុំបានទៅគ្នាហើយចង់និយាយថាមូលហេតុដែលខ្ញុំរកយកការធ្វើដំណើរមួយនេះជាមួយនឹង Air Cambodia ដោយសារតែ Air Cambodia គឺជាការចរជាតិកម្ពុជាពិតជាមានវឌ្ឍនភាពមែនទែនពេលដែលកើតមកជាពលខ្មែរហើយឥឡូវគឺឃើញតែយើងកំពុងរីកចម្រើនគុំវិស័យនេះម្ដងយើងកំពុងទៅមុខហើយខ្ញុំក៏ excited ដែរព្រោះអីអត់ដែរទៅពលានសៀមរាបទេតែទៀតយើងទៅមើលទាំងអស់គ្នាថាពលានសៀមរាបថ្មីយើងមិនខ្លាចមិនខ្លាចព្រោះតាមពីពលានសៀមរាបកើតមកខ្ញុំអត់ដែរបានទៅអត់ដែរបានចោះអត់ដែរបានជីកកាត់ក៏គាត់តែជីកកាត់តែផ្លូវចូលអត់ដែរជីកទៅដល់ពលានហ្មងអញ្ចឹងនិយាយចាំមើលទាំងអស់គ្នាហេឥឡូវគេពងផ្ទៀមខ្លួនចោះហើយខ្ញុំអត់ដែរហោះមួយយន្តហោះមានស្លាប់អញ្ចឹងណាលើកទី1ដែលខ្ញុំហោះមួយយន្តហោះមានស្លាប់ចឹងម្យ៉ាងនេះតើអត់អីទេកៅអីរបស់គេក៏មាន leg room សួរមួយដែរនេះអត់មានតើអត់មានអីទេលើកទី1ពលានសៀមរាបយ៉ា លើកទី1នេះអូនហោះចូលសៀមរាបចឹងហ៎លយ I'm really excited ពេលឃើញអាផ្លូវកោងនៅលើចិត្តអាស្ពានផ្លូវចិត្ត So nice ណ៎ពេលមើលពីលើយន្តហោះពីលើការឃើញអូយទូកសាប់អីណាខោដាក់ជើងមកឃើញណាបងមើលឃើញណា landing អូនឃើញយន្តហោះយើងមិនកោងទៅបើយន្តហោះណ៎មើលជុំទូចណាគាត់ចុះពីលើយន្តហោះដាក់ជើងមកវ៉ាវធំអាមកណែខ្ញុំគិតថាពលានថ្មីគេមានកន្លែងដាក់ទឹកកន្លែងដាក់អីជាមានកែវទឹករបស់យើងអាចដាក់កែវដាក់ទឹកបានអញ្ចឹងទៅវាសន្សំសំចៃផ្លាស្ទិកI hope that KTI will have a lot of this machine too អញ្ចឹងបើអ្នកទាំងអស់គ្នាឮខ្ញុំនិយាយពី KTI ឬក៏ KTI អីបានន័យថាកណ្ដាល Techo International Airport ហើយ SAI សៃសៀមរាបអង្គរ International Airport យ៉ាហ្នឹងហើយបានមកទៅមកពីពេញស្អែកទៅហោះទៅវិញហីអូខេបាយបងសុខសប្បាយនេះណាគេដាក់ឈ្មោះខ្លួនឯងអត់សួស្ដីបងអត់ទេបងមានអ្នកមកយកតែឡានក្រុងម្នាក់ម៉ានដែរបង
$8 one way អូអូខេអរគុណបងអូ nice អូនេះ arrival ខាង international ចាំមើលមានជើងហោះហើរ international ប្រហែលដែលមកនេះមើលទៅមាន3ប្រទេសវៀតណាមថៃហើយជាមួយនឹងម៉ាឡេស៊ីហើយចិនមួយទៀត4ប្រទេសយ៉ាកប់សេរីឥឡូវយើងសាកឡើងទៅលើមើលខុនឡូយើងបានដើរលេងលើនោះនោះចដាយន្តព្រោះឡើងលើហ្នឹងគឺ departure ឯងចឹងយើងចង់ទៅមើលការ departure មកពីពេញបងបាទស្ដីតែសារតគូយ៉ាដែលមកយកខ្ញុំបងដែលមកយកខ្ញុំហ្នឹងគាត់ទុំចេញពីក្រុងមកដែរទេចឹងសោះពេលយើងដើរមើលលេងឲ្យហើយទៅអាយ៉ា airport bus លេង I didn't know លោកខយើងដឹង អូបងដឹងថាមាន airport bus ដែរប៉ុន្តែបងដឹងតែថ្លៃចឹងទៅបងគិតថាវានេះ$8ហ្នឹងហើយរៀងថ្លៃដែរសម្រាប់បងអូមានឃើញមើលទៅឃើញភ្នំមើលទៅឃើញអីទៀត It's so developed ចាសบายចិត្ត មកពីវាមកពីពេញបងបានបានទៅថតឡើងលើបងបាទបាយបងអរគុណសុខសប្បាយបងសុខសប្បាយហេហេអូខាប់ស្រី ហ្នឹងហើយពេលគេចេញដំណើរអូអានេះ international departure អូចេញដំណើរក្នុងស្រុកក៏នៅខាងក្រោមដែរចឹងហ៎ខាងលើនេះមានតែចេញដំណើរទៅស្រុកក្រៅទេបានឡើងមកខាងលើនេះបានអូខេថតណាអូខេមកតិចទៀតហ្នឹងប៉ុណ្ណឹងថតតែឃើញនៅស្រុកគេមានពលានមានផ្លូវឡើងលើចុះក្រោមអីចឹងតែពេលមកស៊ីមីឃើញ develop ចឹង I'm so happy I'm so proud of Cambodia ហើយថ្ងៃស្អែកយើងនឹងទៅមើលនៅពលានថ្មីរបស់យើងថាតើយ៉ាងណាដោយសារយើងបាន sneak peek ថ្ងៃមុនគេ invite យើងទៅដើម្បីធូរមកតង់ហើយចឹងចាំមើលពេលយើងហោះហើរជាក់ស្ដែងទោះបីជាឥឡូវហ្នឹងយើងអត់សូវមានជើងហោះហើរមកមែនប៉ុន្តែនៅថ្ងៃអនាគតយើងត្រូវការពលានធំដើម្បីមានទទួលជើងហោះហើរធំអញ្ចឹងខ្ញុំគិតថាគេធ្វើពលានគេមិនមែនធ្វើសម្រាប់តែឆ្នាំហ្នឹងឆ្នាំក្រោយទេហើយបើចូលជើងធ្វើពលានថ្មី relocate ហើយគេធ្វើឲ្យធំគិតទៅ long term អរគុណច្រើនបង Hello Thank you for picking us up It's okay We got to explore because we've never been here before. Yes, it's our first time. Thank you for picking us up. You're welcome. Say hi to my vlog. Hi. បន្ទាប់ពីពួកគាត់បានមកយកពួកខ្ញុំហើយយើងក៏បានជិះទៅអង្គរវត្តលេងហើយទៅញ៉ាំអីពេលល្ងាច Here are some of the photo ហើយកុំឲ្យវីដេអូវែងពេកយើងចូលដល់ថ្ងៃទី2បណ្ដោយទៅ Yeah. Okay អ្នកទាំងអស់គ្នាចឹងឥឡូវយើងនៅអង្គរវត្ត And thank you Kuya and Ate for hosting us today and yesterday as well ព្រោះខ្ញុំថាបើសិនមកដល់សៀមរាបកុំឲ្យថាអត់បានមកដល់អង្គរវត្តចឹងយើងមកថតមួយគ្នានៅអង្គរវត្តផ្លែទៅហើយចាំយើងទៅពលានសៀមរាបឡើងទៅវិញហ្នឹងហើយសមម៉ោងទៀតទេចឹងឥឡូវតោះយើងទៅពលានសៀមរាបសិនដើម្បីកុំឲ្យខកជើងខ្ញុំហោះ Let's go See you bye bye សួស្ដីបងក្រុងតាខ្មៅយើងឡើងទៅភ្នំពេញទៀតហើយយើងទៅក្រុងតាខ្មៅម្ដងអូសប្បាយចិត្តហើយទៀតយើងចុះជាមួយនឹងពលានថ្មីសួស្ដីបងចុះថ្ងៃដំបូងបាទម្សិលមិញហ្នឹងហោះថ្ងៃចុងក្រោយនៅពលានចាស់អូខេលុយមួយណាចេះសប្បាយអូខេអ្នកទាំងអស់គ្នាចាប់ពីថ្ងៃហ្នឹងទៅគឺយើងឡើងហោះទៅក្រុងភ្នំពេញទៀតហើយគឺយើងថតទៅក្រុងតាខ្មៅបាទអញ្ចឹងឡើយមានអាកាសយានដ្ឋានអន្តរជាតិភ្នំពេញទៀតហើយ K6 106ដែលធ្វើដំណើរចេញពីទីក្រុងសៀមរាបគឺយើងទៅកាន់ទីក្រុងតាខ្មៅអូតាខ្មៅចេញដំណើរហើយជាដំបូងទីសូមអញ្ជើញភ្ញៀវដែលមានជួរកៅអីចាប់ពីជួរលេខ1តោះយើ
ទៅខ្ញុំអង្គុយខុសខាងពេលម្សិលមិញចុះនៅពលានសៀមរាបក៏អង្គុយខុសខាងហើយពេលឡើយចុះមកពលានតែចូលក៏អង្គុយខុសខាងរៀងសែតតិចតែអត់អី Wow touchdown នៅពលានហោះថ្លៃ បានអូបងមានអារម្មណ៍ថាសប្បាយចិត្តទេបងចុះបងមានអារម្មណ៍មិនដែរអូនេះគេយូរបានមកថ្ងៃទី1ហ្មង Welcome to first day of KTI. Wow. Em mót bông em mót. Em mót em. Kasri. Welcome to first day of KTI. Welcome to KTI កាមុនពេលយើងចុះចតយើងគ្រាន់តែចុះមកដើរពីទីដល់កន្លែងចេញហើយតែឥឡូវយើងត្រូវដើររៀងឆ្ងាយបន្តិច Yes it's the first day How do you feel Very nice Oh thank you Very nice អូខេនេះទុកទឹកផុសពេល arrival នៅក្នុងស្រុកជុំ2ឈរនំ3កន្លែងលាងដៃជាមួយនឹងបន្ទប់ទឹកជនពិការកប់សេរីអូខេអញ្ចឹងនេះកន្លែងលាងដៃអញ្ចឹងវាអូតូចេញទឹកហើយកន្លែងនេះគឺកន្លែងសម្ងួតដៃអញ្ចឹងដាក់ដៃនៅក្រោមនេះមកមានសុំសម្ងួតទៅនេះឃើញណាកប់សេរីឡយ Technology Debra អញឡើយនេះខ្ញុំនៅនេះតែឯងបដ ாய் អត់មានណាគេនៅទៀតទេអូនោះអូខេហើយមួយទៀតអីដែលពលានចាស់យើងអត់មានគឺអាម៉ាស៊ីនដើរនេះអាហ្នឹងសម្រាប់តែពលានធំអីពេលខ្លះយើងដើរហត់ពេកហ៎ចឹងដើរលើអាហ្នឹងទៅវាជួយ boost speed យើងណា ខ្ញុំចូលចិត្តហៅម៉ាស៊ីនហ្នឹងថាម៉ាស៊ីនអុំទូកពួកឯកាលជំនាន់ COVID គេដើរហ្នឹងហើយគេថាទីអុំទូកគេថតវីដេអូ ហ្នឹងហើយអុំទូកហើយតដាតស្រួលប្រយ័ត្នចំពោះជើងដួលដែរអាហ្នឹង ចឹងអ្នក international ឲ្យបានខាងនោះហើយអ្នក domestic បានខាងនេះ នេះខាង domestic ប៉ុន្តែដើរគឺឃើញគ្នាគ្រាន់តែមានកញ្ចក់មួយខាង ហ្នឹងហើយចឹងបើសិនជាអ្នកដែលគេទៅ international គេអាចដើរមកតាមនេះទៅហើយពេលដែលយើងអ្នកហោះក្នុងស្រុកយើងដើរមកខាងនេះយើងដើរកន្លែងច្រកចេញហើយអ្នកទាំងអស់គ្នាអូមានអីដើរមកញឹបដែរណាអូបើសិនយើងយកកតាមនោះយើងយកនៅខាងនោះចឹងហើយមុននៅពេលដែលយើងមកធួនៅកន្លែងនេះពេលដែលយើងចុះពី immigration មកដើរមកចេញទៅខាងក្រៅយកហ្មងតែដោយសារតែយើងហោះហើរក្នុងស្រុកចឹងយើងអត់ថាយើងអាចដើរទៅខាងនោះបានទេចឹងយើងត្រឡប់ទៅចេញទៅខាងក្រៅកន្លែងនេះវិញអូខេចុះមកដល់ហើយនេះ booth របស់ VM Hotel ដែលយើងគេងហ្នឹងអ្នកទាំងអស់គ្នាចឹងបើសិនជាអ្នកទាំងអស់គ្នាមកពីស្រុកគេហើយចង់គេងនៅ VM Hotel ហ្នឹងដែរអាចមកនេះទៅគេមាន free coffee ហើយជាមួយនឹង tea អីចឹងណាមើលទាំងអស់គ្នាថាតើយ៉ាងម៉េចយ៉ាងម៉ាខ្លះបាទឥឡូវនេះយើងឡើងទៅលើដើម្បីមើលរូបពុទ្ធដេមាដែលគេសង់នៅលើហ្នឹងកម្ពស់9ម៉ែត្រទេណាដងមកយកបងប្អូនតែ10នាក់អីចឹងតែថ្ងៃនេះត្រូវតែយកបងប្អូនមក20នាក់អីក៏បានដែរព្រោះអីគឺមក celebrate បាទថ្ងៃដំបូងជាមួយនឹងពលានថ្មីរបស់យើងបាទហ្នឹងហើយកប់សេរីថ្ងៃមុនយើងមកធួនៅហ្នឹងអត់មានមនុស្សទេតែថ្ងៃនេះមានមនុស្សច្រើនខ្លាំងមែនតើកប់សេរីតោះបាយអូយមនុស្សច្រើនណាស់កប់សេរីអូខេថ្ងៃនេះខ្ញុំជឿថាអ្នកដែលហោះទៅស្រុកក្រៅគេនេះយើងមើលមកឃើញមនុស្សច្រើនបន្តិចដោយសារតែបងប្អូនយើងមកលេងនៅនេះច្រើនមែនតើHello ឥឡូវសុំសួរមួយមានអារម្មណ៍មិនដែរពេលឃើញពលានធំអញ្ចឹងបងសប្បាយចិត្តណាស់ស្អាតទេបងអូខេណាគេគាត់ថាស្អាតសប្បាយទេបាទហ្នឹងហើយបងប្អូនយើងគឺថាសប្បាយចិត្តមែនតើទោះបីជាមិនក៏ដែរគាត់មកដើម្បីគ្រប់គ្រងពលានរបស់យើងថ្ងៃទី1បាទប៉ុនខ្ញុំឃើញមនុស្សច្រើនរៀងអូខេ we didn't expect that much of people but it's okay it's the first day បាទនិយាយទៅកន្លែងនេះគឺ signature របស់ពលានយន្តហោះខ្មែរយើងតែម្ដង
អូខេនេះគេកំពុងតែ check in ទៅ Singapore Airlines ខាងនោះវិញមាន Bangkok Airlines មាន Malaysia Airlines មាន Emirates អីនៅខាងនោះដូចគ្នាអូយើងអាចឡើងទៅលើនោះក៏បានដែរទោះបីជាយើងអត់ហោះក៏យើងអាចឡើងមកអង្គុយនៅ FCC ឬក៏អីចឹងណានៅខាងលើនោះក៏មាន lounge ដែលឲ្យយើងមកអង្គុយលេងបានដែរទៅទោះបីយើងអត់ហោះក៏ដោយប៉ុន្តែយើងអាចចូលមកក្នុងនេះលេងបានចូលមកកន្លែងខាង departure ហ្នឹងហើយខាងហោះហើរចេញទៅក្រៅដើម្បីយើងមកអង្គុយលើអីគេហៅគេអាហារដ្ឋានអីចឹងណាហ្នឹងហើយខាងនេះក៏មានអាហារដ្ឋានខាងនោះក៏មានអាហារដ្ឋានបើសិនជាយើងត្រូវទៅស្រុកក្រៅយើងអាចឆ្លងកន្លែងនេះ security កន្លែងនេះក៏ security ដែរចាំឲ្យថាត្រូវតែមើល gate របស់យើងឲ្យច្បាស់ណា gate របស់យើង gate មួយណាតដើរខុសរៀងត្រូវដើរ1គីឡូហើយព្រោះអី500ទៅ500មកយ៉ាចឹងកន្លែងនេះអ្នកដែល arrival អ្នកដែល departure ជាមួយនឹងអ្នក arrival យើងអាចមើលឃើញនេះបានទាំងអស់គ្នាខាងក្រោយខ្នងនោះគឺ immigration តើឥឡូវយើងអត់ត្រូវទៅណាទេប៉ុន្តែយើងសាកឡើងទៅលើទាំងអស់គ្នាថាតើពេលដែលយើងមើលពីលើចុះមកក្រោមមិនដែរព្រោះថ្ងៃមុនខ្ញុំអត់បានឡើងទៅដល់លើហ្នឹងទេអញ្ចឹងតោះយើងឡើងទៅលើទាំងអស់គ្នាអូតើអស់សាំងម៉ូតូចាប់ហើយអត់មានកន្លែងចាក់មែនហ្នឹងហើយព្រោះរៀងឆ្ងាយដែរមកដល់នេះអត់មានកន្លែងណាដែលគេមានអភិវឌ្ឍចាក់សាំងម៉ូតូប៉ុន្តែអ្នកជិះឡានអគ្គិសនីគឺមានកន្លែងសាកឡានអគ្គិសនីច្រើនមែនតើនៅខាងក្រៅធំតែวันนี้ជិះឡានចាក់សាំងចាក់អីsorry don't have yet the Kerasang but I don't know when that gonna have Kerasang okay ហ្នឹងហើយចឹងឥឡូវយើងឡើងមកដល់លើនេះឃើញមានអាហារដ្ឋានច្រើនមែនតើតោះតែឃើញ matcha ឥឡូវឃើញ matcha អូបាទមាន Swensen មានអីណាទៀតកាប់សេរីលយណាចឹងបើសិនជាយើងចង់ញ៉ាំអីយើងអាចមកញ៉ាំបាន clear អត់ចង់ញ៉ាំអីហើយអត់ចាំហៅកន្លែងអង្គុយសួរតែឥឡូវចង់មើលជុំវិញតើ Okay yeah nice Oh, they will have lunch. No, it's not. It's not អូមានកន្លែងលេងទៀតនៅលើនេះអាចអង្គុយលេងបានហើយយើងអាចមើលទៅដល់អ្នកខាងក្នុងនោះកំពុងតើនេះអូចាំឲ្យថាថ្ងៃក្រោយបើសិនជាយើងជូនដំណើរគេហើយជូនដំណើរអ្នកឡើងចំណាស់ហើយអត់ទាន់អស់ចិត្តយើងអាចមកកន្លែងនេះមកដើម្បីមើលគ្នាយើងថាអូខេអូ so nice ចឹងសម្រាប់គូស្នេហ៍ដែលជូនគ្នាទៅសុខក្រៅហើយតែមុនតែផុតអាចដើរយន្តហ្នឹងហើយយើងមើលគ្នាឡើងឃើញប៉ុន្តែឥឡូវអត់ផុតទេយើងមើលឃើញគ្នារហូតហ្មងដោយសារគេធ្វើរចនាបថកញ្ចក់អញ្ចឹងយើងអាចមើលគ្នាឃើញបានចុំគេដាក់ migration នៅលើហ្នឹងអញ្ចឹងហ្មងណាអញ្ចឹងយើងមិនមើលឃើញទេកន្លែងដែលយើងអាចមើលឃើញនៅ control tower របស់យើងអញ្ចឹងណាលយមែនតើអ្នកទាំងអស់គ្នាទៅតលេនេះទោះបីជាយើងជូនគេទៅហើយយើងនៅតែបន្តមើលឃើញបងប្អូនយើងមើលឃើញគ្នាយើងរហូតហ្មងសូម្បីយើងអត់ចង់ឡើងមកលើនោះយើងអាចឈរទៅនោះមើលឃើញបងប្អូនយើងកំពុង check immigrant ហើយបានឈរទៅខាងនោះបានបងប្អូនយើងដើរឡើងមកលើនេះមកជួបគ្នានៅលើនេះបានទៀតហើយនៅពលាននេះឃើញថាអត់មានកៅអីទេប៉ុន្តែអាកន្លែងនេះសម្រាប់ដែលយើងអង្គុយយើងអាចអង្គុយលេងនៅនេះបាន Hello បងនិយាយទៅថ្ងៃនេះគឺជាថ្ងៃដែលយើងសាងអនុស្សាវរីយ៍ប្រវត្តិសាស្ត្រថ្មីរបស់ប្រទេសកម្ពុជាយើងហើយជាថ្ងៃដែលមនុស្សគ្រប់គ្នាសប្បាយចិត្តជាពិសេសប្រជាជនខ្មែរយើងមានពលានមួយដែលស្តង់ដារអន្តរជាតិមានពលានមួយដែលធំស្អាតនិយាយទៅសប្បាយចិត្តមែនតើនៅពេលដែលឃើញបងប្អូនយើងបានមកលេងនៅនឹងច្រើនកាលពីមុនពេលដែលយើងមកពលានហើយយើងអាចដើរចូលមកខាងក្នុងបានទេភាគច្រើនយើងគឺចាំពួកគាត់នៅក្រៅពេលដែលបងប្អូនមកជូនហើយគឺបានត្រឹមនៅខាងក្រៅដាច់គ្នាប៉ុន្តែឥឡូវយើងជូនពួកគាត់មកហើយយើងអាចនៅអង្គុយនិយាយគ្នាលេងញ៉ាំអីចឹងវាប្រសើរជាងមុនច្រើនខ្លាំងមែនតើហើយមួយទៀតទោះបីជាវារៀងឆ្ងាយពីពលានចាស់វាឆ្ងាយពីក្រុងមែនប៉ុន្តែឃើញថារដ្ឋាភិបាលយើងបានហៅវិធីឥឡូវឮថាមានឡានក្រុង direct ពីក្នុងពេញមកដល់ពលានទៀតយ៉ា helpful មែនតើហើយយើងមានផ្លូវថ្មីសម្រាប់ពីពេញមកពលានហើយធម្មតាដូចនិយាយណាដល់គ្នានៅប្រទេសណាក៏ដោយពលានដែលធំគឺអត់អាចនៅក្នុងក្រុងបានទេអញ្ចឹងគេភាគច្រើនគឺ1ម៉ោង2ម៉ោងពីក្រុងមកពលានដូចម៉ាឡេជាដើមអញ្ចឹងណាយ៉ាអូខេតោះថតរូបเอาវីដេអូណាយើងសួស្តីបង Hello បងចាំផ្លែអូនសុខសប្បាយបងមានអារម្មណ៍មិនដែរបងសប្បាយចិត្តអូ
ខ្ញុំ fan គាត់អ្នកទាំងអស់គ្នាឥឡូវខ្ញុំបានជួបគាត់ហើយសួស្ដី fan ដូចគ្នា អូអរគុណច្រើនបងបាទថ្ងៃនេះមានហត់ទៅណាអត់ចង់ បងទៅសិង្ហបុរី ទៅសិង្ហបុរីបងខ្ញុំទំហំមកពីសៀមរាបមិញហ្នឹង អូខេ អូបាទបង Happy អូខេ enjoy your flight ជំរាបលាបងសូមចាប់ដៃមួយអរគុណបងបាទសង្ឃឹមថាបានជួបគ្នាថ្ងៃក្រោយទៀត បាទ បាយបង ថ្ងៃទី1នៃការបើកអាកាសយានដ្ឋានអន្តរជាតិដែលចូលគឺយើងត្រូវតែមកថតរូបហើយវីដេអូឲ្យបានច្រើនដើម្បីចំណាំថាថ្ងៃទី1អស្ចារ្យយ៉ាងណាគឺជាកំណត់ត្រាថ្មីនៅក្នុងប្រវត្តិសាស្ត្ររបស់ប្រទេសកម្ពុជា សួស្ដីមីណាឥឡូវនេះមីណានៅគ្រប់ពលានហោះតែម្ដងនៅស្រុកក្រៅក៏មាននៅស្រុកខ្មែរក៏មាននៅស្រុកឡាវក៏មានភូមាក៏មានស្អីក៏មានកប់ស្រីមកមីណាអូខេយើងមកដល់ food court មកខាងទៀតtrong food court នេះក៏មានហាងច្រើនដែរកប់ស្រីតែម្ដងប៉ុន្តែមិនដឹងថាមានហាង Hello មិនដឹងថាមានហាងអីគេខ្លះទេយើងទៅមើលសិនបាទ Hey my brother my Tesla guy Hello Hello. How are you សួស្ដី ជំរាបសួរសុខសប្បាយ Hello បងពងថាហៅមកញ៉ាំនៅអាកង់ហ្នឹងឥឡូវ Oh my god, ngày ni on it's so busy. Tụi con like out of food everywhere. Nơi season nó sao đông class nó sao. But nơi season ai nơi sao class. Our con is running out. Our con you mean P. ហ្នឹងហើយ On flying somewhere. ខ្ញុំមកពី arrive yeah just arrive Then you should have seen our con នៅខាង នៅក្រោមហ្នឹងហើយ yeah បាទ Bopong and Brooklyn is inside. ចង់ញ៉ាំម្ហូបដែរព្រោះឲ្យទុំចូលមកអត់មានអីញ៉ាំ Yeah, អូខេអង but there's it's very overwhelming. So Oh, I okay. tried in I heard advance it, if the yeah. service is not up to par. but Okay we it's try okay our best. Yes បង Yes បង Thank you. Wow Good thank seeing you you. អូខេនិយាយទៅថ្ងៃទី1នៃបរិញ្ញាថ្មីនេះមិនមែនជាការលេងសើចទេណាចង់និយាយថាគ្រប់កន្លែងដែលមានអីញ៉ាំហ្នឹងគឺថាសឹងថាអស់សឹងតែគ្រប់កន្លែងតែម្ដងឥឡូវយើងមក settle down ជាមួយនឹងអាកុងមួយមីសាស៊ីវនេះបាទអូយទៅឃ្លានខ្លាំងមែនតើនឹងនេះអីក៏អត់ដែរសល់តែមីសាស៊ីវហ្នឹងទេ ទឹកក្រូចជាមួយនឹងក្រូច ដេបរាញ៉ាំមួយឆាទៅអត់ឈឺកាពះខ្ញុំដាក់កាហ្វេផឹកមិញនៅឥឡូវឈឺកាពះយកបណ្ដោយ That's why you drink matcha អូអ្នកទាំងអស់គ្នាខ្ញុំថតឡើងហត់ពេកខ្ញុំភ្លេចបិទ vlog ចឹងវីដេអូយើងមានតែប៉ុណ្្នឹងទេសង្ឃឹមថាវីដេអូនេះគឺជា memory ដ៏ល្អនៅថ្ងៃចុងក្រោយរបស់ពលានចាស់ក៏ជាថ្ងៃដំបូងនៅពលានថ្មីរបស់យើងផងដែរហើយវាទស្សនភាពហ្នឹងគឺ raw ទាំងអស់តែម្ដងអ្នកទាំងអស់គ្នាចឹងអរគុណដែលបានតាមដានទស្សនាវីដេអូខ្ញុំជួបគ្នាវីដេអូក្រោយទៀតបាយបាយ